មុខម្ហូបបែបសុខភាពល្អម្ដងលើកនេះដោយសារខ្ញុំទៅផ្សារទិញបានបន្លែពី3មុខដែរហើយក៏រៀងច្រើនឃើញថាខ្លួនឯងក៏ទិញបានសាច់គោតិចដែរក៏យកមកឆាសាច់គោតែម្ដងជំរាបសួរអ្នកទាំងអស់គ្នានៅខាងអ្នកទាំងអស់គ្នាធ្វើអីហូបបាយដែរខ្ញុំខាងនេះគឺថាឆាសាច់គោបន្លែបន្តិចទៅហើយក្នុងសួនបន្លែរបស់ខ្ញុំនៅក្នុងផ្ទះហ្នឹងគឺមានតែខ្ទឹមប្រហែលដើមទេដូច្នេះយកវាមកហាន់ទុករោយនៅលើឆារៀបចំដាក់ខ្ទះក្តៅហើយក៏ដាក់ខ្លាញ់ដាក់អីដាក់គ្រឿងនឹងឯងឆាធម្មតាដែរទៅឆាធម្មតាដូចតែគេដូចតែឯងគ្រាន់តែរសជាតិវាមិនឆ្ងាញ់ដូចគេឯងឆាអញ្ចឹងណាឆារសជាតិគាត់ថាបានម្ហូបបានដោយសារខ្ញុំអត់សូវចេះធ្វើម្ហូបប្រហែលទេប៉ុន្តែគឺធ្វើតាមអ្វីដែលថាអាចទៅហូបទៅវាបានឆ្ងាញ់មើលថារូបមន្តនោះគឺឡាគេហៅថាច្បល់វល់ចូលគ្នានោះឯងដាក់ចេងខ្ទឹមស្ករទៅតែប៉ុណ្ណោះឯងហើយនឹងលើកនេះមានថែមតាំងពីប្រេងខ្យងប្រេងអុយដែរដើម្បីវាឆ្ងាញ់ឆាសាច់គោគឺខ្ញុំព្យាយាមធ្វើមិនកុំឲ្យណាសាច់គោឆ្អិនទឿនព្រោះតែឆ្អិនវារាំងស្វិតទៅវិញណាខ្ញុំមិនដឹងតែល្មិចបានតែសាច់គោពេលវាឆ្អិនវាស្វិតចុះក៏រឆាមកត្រឡប់ពីត្រឡប់ខ្ញុំក៏ដាក់បន្លែចូលនឹងឯងបន្លែដាក់រឹងចូលមុនត្រឡប់តលែនណាខ្ញុំគិតថាស្រស់មុនតែផ្លិចស្រស់ហើយបន្ទាប់មកខ្ញុំដាក់ស្ពៃក្តោបពីលើចូលទៅត្រឡប់មកសតុះគឺបិទភ្លើងហើយធ្វើមិនឲ្យតែវាស្លោកបានបន្លែចូលគ្នាហើយខ្ញុំកាត់រោយស្លឹកខ្ទឹមទៅប៉ុណ្ណឹងគឺបិទភ្លើងទុកខ្ញុំបានហូបបន្លែផ្សប់មុខម្ដងតោះបងប្អូនអរគុណច្រើនហើយនឹងហូបអាហារជាមួយខ្ញុំតោះ